ចាសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដំកើងជំពូក27ទំនុកនៃស្ដេចដាវីតព្រះយេហូវ៉ាទ្រង់ជាពន្លឺហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំតើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណាការមនុស្សអាក្រក់គឺជាពួកទាស់ទទឹងហើយជាខ្មាំងសត្រូវនៃខ្ញុំបានសងក៏មកលើខ្ញុំដើម្បីនឹងស៊ីសាច់ខ្ញុំនោះគេបានជំពប់ដួលទាំងអស់គ្នាទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយទោះបើកើតមានចម្បាំងទាស់នឹងខ្ញុំគង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរខ្ញុំបានសូមសេចក្តីតែមួយពីព្រះយេហូវ៉ាហើយនឹងស្វែងរកសេចក្តីនោះឯងគឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់មួយជីវិតខ្ញុំដើម្បីនឹងរំពឹងមើលសេចក្តីលំអនៃព្រះយេហូវ៉ាហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់ត្បិតនៅថ្ងៃអាក្រក់ទ្រង់នឹងថែរក្សាខ្ញុំដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ក៏នឹងបំពួនខ្ញុំនៅទីសម្ងាត់ក្នុងត្រសាលទ្រង់ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដាឥឡូវនេះខ្ញុំបានងើបក្បាលឡើងហើយគឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀតហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្តីអំណរនៅក្នុងរោងអបោសុតទ្រង់ខ្ញុំនឹងច្រៀងខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ាអោព្រះយេហូវ៉ាអើយសូមស្ដាប់ការទូលបង្គំអំពាវនាវសូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផងការទ្រង់បានមានបន្ទូលថាចូលស្វែងរកមកអញនោះអោព្រះយេហូវ៉ាអើយចិត្តទូលបង្គំបានទូលតបថាទូលបង្គំនឹងស្វែងរកព្រះភ័ក្ត្រទ្រង់ពិតសូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំហើយកុំផាត់អ្នកបម្រើទ្រង់ចេញដោយខ្ញាល់ឡើយទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំអោព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយសូមកុំប្រះចេញឬបោះបង់ចោលទូលបង្គំឡើយបើកាលណាឪពុកម្ដាយលះចោលទូលបង្គំនោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញអោព្រះយេហូវ៉ាអើយសូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំហើយដោយព្រោះមានពួកខ្មាំងសត្រូវនោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើសូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នកដែលតតាំងនឹងទូលបង្គំឡើយត្បិតមានស្មោបន្ទាល់ខ្លែងបានលើកគ្នាទាស់នឹងទូលបង្គំព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្តីច្រឡោតទទេផងបើសិនជាទូលបង្គំមិនបានជឿថានឹងឃើញសេចក្តីសប្បុរសនៃព្រះយេហូវ៉ានៅស្ថានរបស់មនុស្សរស់នេះនោះតើយ៉ាងណាទៅចូលរងចាំព្រះយេហូវ៉ាចុះចូលមានកម្លាំងហើយឲ្យចិត្តក្លាហានឡើងគួររងចាំព្រះយេហូវ៉ាទៅសូមព្រះប្រទានពរ